ឲ្យបងប្អូនយើងពេលទៅចូលមកមើលនៅក្នុង comment ទៅឃើញអក្សរហ្នឹងហើយចឹងបងប្អូនយើងផាសផាច់មកឃើញទេបាទចឹង copy អក្សរដែលខ្ញុំ share ឲ្យនេះហើយបងប្អូនយើងយកមកផាសចូលកន្លែង description ហ្នឹងមកហើយបន្តមកកន្លែង add file នេះបងប្អូនយើងដឹងស្រាប់ហើយគឺរូបភាពមិនហ្នឹងហ្នឹងហើយបងប្អូនយើងតើគ្នាមួយរយៈមុនក៏ខ្ញុំបានចេញវីដេអូតាក់ទងជាមួយនឹងការដោះ ban អក្សរ S ហើយម្ដងរួចរាល់ហើយដែរហើយក៏មានបងប្អូនយើងមួយចំនួនតូចក៏គាត់ដោះបានមួយចំនួនធំគឺគាត់ដោះបានទេអ្នកគ្នាហើយមូលហេតុគឺមានច្រើនអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងមកនិយាយឲ្យបានក្បាស់ក្បាយបងប្អូនយើងងាយស្រួលយល់អញ្ចឹងណានៃការចប់ ban S អីចឹងទៅហើយបងប្អូនបាទខ្ញុំសុំកំសាវីដេអូហ្នឹងអង្គុយស្ដាប់ទៅតែ1នាទី2នាទីអីគឺខ្ញុំនិយាយចប់ហើយខ្ញុំបញ្យល់មួយបានក្បាស់ក្បាយងាយស្រួលបងប្អូនយើងដោះទៅបានហើយវីដេអូនេះក៏ខ្ញុំបរៀនបងប្អូនយើងអំពីរបៀបស្នើសុំទៅកាន់ក្រុមហ៊ុន Free Fire ដើម្បីឲ្យគេដោះ ban អក្សរ S នឹងចេញពី account បងប្អូនដែរជាក់ស្ដែង account ដែលខ្ញុំកំពុងតែយកមក record ឲ្យបងប្អូននេះគឺវាជាប់ ban អក្សរ S បាន2ថ្ងៃក៏ប៉ុន្តែខ្ញុំស្នើសុំតែ1ថ្ងៃទេគឺបានន័យថារយៈពេល24ម៉ោងគឺក្រុមហ៊ុនគេបើកឲ្យលេងរែងលេងអីជុំគ្នាធម្មតាបានវិញអញ្ចឹងទៅគឺអាហ្នឹងគឺវាមានមូលហេតុវាផ្សេងអញ្ចឹងតើតើជាមួយនឹងការចប់ ban S ហ្នឹងវាមានច្រើនបងប្អូនវាមានច្រើនប្រភេទអញ្ចឹងខ្ញុំបញ្យល់បងប្អូនយើងមួយទី1បងប្អូនយើងអ្នកដែលគាត់អាសា level ដូចជា level រៀន level ធ្វើការឬក៏ level អីផ្សេងទៅពេលដែលគាត់ចូលលេងមួយ team មួយអីឬក៏គាត់លេង solo ក៏ដោយគាត់ទុក game ចោលគាត់ធ្វើការបាត់អីចឹងតែក៏ទុក game ចោលឲ្យ game នឹង AFK ក៏ខាងក្រុមហ៊ុន Free Fire ក៏គេអាចនឹង ban អក្សរ S នឹងដែរក៏ប៉ុន្តែក្នុងករណីស្រាអញ្ចឹងគឺអត់មានអីពិបាកទេបងប្អូនស្នើសុំតាមួយថ្ងៃអីបានហើយបានន័យថាស្នើសុំតែ24ម៉ោងអីបានហើយពេលដែលជាប់ ban អក្សរ S ភ្លាមបងប្អូនយើងកុំទុក account ចោលអីជាក់ស្ដែងមានខ្ញុំឃើញ creator វីដេអូផ្សេងគឺគាត់ចេញមកប្រាប់ថាទុកចោលមួយអាទិត្យកន្លះខែមួយខែអីទៅវាដោះឲ្យអូតូអត់មានទេបងប្អូនជាក់ស្ដែងបើសិនជាវាជាប់ហើយគឺបងប្អូនយើងគួរតែស្នើសុំទៅកាន់ក្រុមហ៊ុន Ghana Free Fire ឲ្យគេ verify មកលើ account យើងភ្លាមមកវាងាយស្រួលកុំឲ្យទុកយូរអ្នកនរគ្នាបាទចឹងអាហ្នឹងដូចអាហ្នឹងចំណុចទី1ចំណុចទី2តើតើជាមួយនឹងការលេងដូចជាខ្ញុំចាក់ស្ដាយខ្ញុំលេងបាញ់ក្បាលញឹកបាទខ្ញុំបាញ់ក្បាលច្បាស់ដែរហ្នឹងបាទអ្នកគ្នាលេងលើ PC បងប្អូនយើងដឹងហើយអញ្ចឹងក៏មានបងប្អូនយើងអ្នក player ដូចគ្នាហ្នឹងគឺគេ report ខ្ញុំអ្នកគ្នាឃើញទេបាទនេះគេ report ខ្ញុំហើយក៏ account ខ្ញុំត្រូវ ban អក្សរ S ក៏ប៉ុន្តែក្នុងករណីដែលគេភ័ន្តច្រឡំលើយើងគ្រាន់តែករណី report ទេអីទេយើងអត់បានដាក់ mode យើងអត់បានអីទេគឺវាដោះឲ្យយើងវិញលឿនទេអ្នកគ្នា account នេះគឺចប់ S 2ថ្ងៃស្នើសុំ24ម៉ោងគឺដោះបានតែម្ដងឥឡូវគឺអាចលេងមួយ team មួយអីបានធម្មតាហើយគឺអត់មានបញ្ហាអីទេបងប្អូនយើងបាទអូខេហើយអានេះចំណុចទី2តើទៅជាមួយនឹងចំណុចទី3គឺយើងលេងដាក់ mode ហ្មងបាទចំណុចទី3គឺយើងដាក់ mode នេះវាពេលខ្លះដូច mode VIP ដូចអីចឹងខ្ញុំអត់សូវយល់ដែរណាគ្នាក៏ប៉ុន្តែមែនបាទលើគេថា mode VIP គឺអត់ ban អាចិនត្រៃអីណាទេពេលខ្លះវា ban 7ថ្ងៃពេលខ្លះវា ban អក្សរ S អីចឹងទៅអីចឹងណាអ្នកគ្នាតើតើជាមួយ mode អាហ្នឹងគឺខ្ញុំអត់សូវដឹងច្បាស់ដែរហើយមួយវិញទៀតចំណុចដែលបងប្អូនយើងមួយរយៈក្រោយនេះគាត់ចប់ច្រើនជាងគេហ្នឹងគឺចំណុចមួយនឹងឯងគឺគាត់លេងជាមួយនឹងគេអ្នកដាក់ mode ឬក៏គេអ្នកលេងដាក់ VPN បាទតើតើជាមួយនឹងការលេងដាក់ VPN ហើយនឹង mode ហ្នឹងគឺបាទដោយតែគ្នាទេបាទងាយនឹង ban ទៅលើ account របស់យើងមែនតើជាពិសេសគឺវាអត់ចាប់ទេអាពួកលេងពួកលេង mode ផ្ទាល់ហ្នឹងគេអត់ចាប់ទេគេមកចាប់យើងអ្នកលេងជាមួយនឹងឯងបាទចឹងទៅគឺតើតើជាមួយនឹងអារឿងបងប្អូនយើងស្នើសុំដដែលអត់ងាយបានហ្នឹងគឺដោយសារតែយើងលេងមួយ mode ហ្នឹងឯងថាហ្នឹងគឺវា ban ខ្លាំងបំផុតឬក៏យើងដាក់ mode ហ្នឹងឯងវាខ្លាំងបំផុតអាកន្លែងហ្នឹងឯងហើយតើតើជាមួយនឹងរឿងផ្សេងទៀតក៏ខ្ញុំអត់តបានស្រាវជ្រាវច្បាស់ដែរតំណឹងហ្នឹងគ្រាន់តែខ្ញុំឮមកពីបងប្អូនយើងខាងជនជាតិហ្នឹងផ្ទាល់គាត់បាននិយាយនៅក្នុងក្រុមពួកខ្ញុំមានក្រុមមួយជនជាតិអីចឹងណាបងប្អូនបាទអញ្ចឹងទៅគឺខ្ញុំសួរខ្ញុំអីពួកគាត់ខ្លះទៅគាត់បានប្រាប់តាមហ្នឹងទៅអញ្ចឹងខ្ញុំក៏យកមកជម្រាបប្រាប់ទៅកាន់បងប្អូនយើងអូខេតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរចង់ដឹងពីរបៀបស្នើសុំអក្សរ S ហ្នឹងគេស្នើសុំមិនតោះអ្នកនរគ្នាមកមើលជាមួយនឹងខ្ញុំទាំងអស់គ្នាបាទជាដំបូងបងប្អូនយើងនៅក្នុង game អញ្ចឹងបងប្អូនយើងពេលដែលចូលមកជាប់អក្សរ S បងប្អូនយើងថតរូបពេលដែលôngថាយើងសុំគេចូលយើងហៅយើងសុំគេចូលគេទទួលយើងវាជាប់អក្សរ S អីចឹងណាបងប្អូនយើងថតអាកន្លែងហ្នឹងមកប៉ោះមកហើយភ្ជាប់ជាមួយនឹង account ID របស់យើងនេះថតអាកន្លែង profile account យើងនេះមកប៉ោះទៀតមកបងប្អូនយល់ទេចឹងយើងថតពីប៉ោះហ្នឹងហើយបងប្អូនយើងចូលមកកន្លែងនេះបងប្អូនយើងចូលមកកន្លែង setting នេះបងប្អូនឃើញម៉ៅខ្ញុំដាក់កន្លែង setting នេះហេដាក់ setting បាច់មកបន្ទាប់មកបងប្អូនយើងចុចមកកន្លែងពាក្យថា account អីគេ
and basic នេះបន្ទាប់មកបងប្អូនយើងចុចពាក្យថា customer service នេះកន្លែងម៉ៅខ្ញុំអស់នេះបាទឃើញទេចុចមកវានាំបងប្អូនយើងមកដល់កន្លែងមួយទៀតហើយនេះកន្លែងនេះឃើញទេអញ្ចឹងបងប្អូនយើងកន្លែងបងមើលរូបមនុស្សនេះកន្លែងម៉ៅយើងពងអស់នេះឃើញឈ្មោះយើងហ៎បងប្អូនយើងចុចកន្លែងសញ្ញាព្រួយចុះក្រោមនេះមួយមកយកពាក្យ submit a request ពាក្យហ្នឹងយើងចុចលើវាផ្លាច់មកហើយម្ដងនេះគឺយើងចុចលើនេះមួយទៀតមកបន្ទាប់មកយើងចុចលើពាក្យ ban appeal អាទី2នេះហ่าបងប្អូន ban appeal អូខេយើងអស់ទៅក្រោមយើងចុចគ្រីសទាំងពីរបន្ទាប់មកយើងយកអក្សរនេះចាំខ្ញុំដាក់នៅ pin comment ឲ្យអ្នកចាំខ្ញុំដាក់នៅក្នុង comment ខ្ញុំច្រឡំ pin comment ចាំខ្ញុំដាក់នៅក្នុង comment ឲ្យអ្នកគ្នាបាទចាំខ្ញុំដាក់ក្នុង comment ឲ្យបងប្អូនយើងពេលទៅចូលមកមើលនៅក្នុង comment ទៅឃើញអក្សរហ្នឹងហើយចឹងបងប្អូនយើងផាច់មកឃើញទេបាទចឹង copy អក្សរដែលខ្ញុំ share ឲ្យនេះហើយបងប្អូនយើងយកមកផាសចូលកន្លែង description ហ្នឹងមកហើយបន្តមកកន្លែង add file នេះបងប្អូនយើងដឹងស្រាប់ហើយគឺរូបភាពមិនហ្នឹងចឹងឧបមាថារូបភាពចេះឃើញទេនេះរូបភាព band S ចឹងយើងដាក់មកមួយផ្លាច់ចឹងមកបន្ទាប់មកយើងដាក់មកមួយហើយយើង add មួយទៀតបាទយើង add មួយទៀតបាទ add មួយទៀតណាចុច add មួយទៀតមកដាក់រូប profile game យើងឧទាហរណ៍ថានេះរូប profile game ខ្ញុំចឹងខ្ញុំដាក់មួយទៀតចឹងទៅដាក់ពីរចឹងមក profile game យើងមួយបូកជាមួយនឹងអាកន្លែងរូប band អក្សរ S ហើយបន្ទាប់មកអ្នកគ្នាចុចពាក្យ submit នេះអាសញ្ញាខៀវហ្នឹងចុចអា submit នៅក្រោមហ្នឹងមកអាអក្សរខៀវអាផ្ទាំងខៀវនេះខ្ញុំនៅអស់ម៉ៅនេះចុចអាហ្នឹងហើយគឺរួចរាល់ហើយអ្នកគ្នាចាំ24ម៉ោងទៅបើសិនជា account អ្នកគ្នាជាប់ស្រាលជាប់ធ្ងន់គឺដឹងតាមហ្នឹងហើយបើជាប់ស្រាលគឺដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងរៀបរាប់ពីដំបូងអញ្ចឹងគឺ account ហ្នឹងគឺដោះបានលឿនទេលឿនបំផុតហ្មងតែបើសិនជា account អ្នកគ្នាជាប់រៀងធ្ងន់ហើយតែ2ថ្ងៃអត់ឃើញលទ្ធផលទេគឺស្បៃឯអ្នកគ្នាទៅហើយបាទអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងបើបងប្អូនអត់យល់ទេបងប្អូនអាចសួរនៅក្រោម comment បន្ថែមទៀតពីខ្ញុំបាទ Gaming KS ជួបគ្នាជាមួយខ្ញុំវីដេអូក្រោយបាយបាយបងប្អូនយើងដែលគាត់ចង់ទៅការដាក់ពេជ្របងប្អូនយើងកុំភ្លេចដាក់ពេជ្រជាមួយនឹង website ក្រៅ B Store ណាជាមួយនឹងសេវាកម្មមហាតនចិត្តហើយមានតម្រូវចិត្តខ្ពស់អ្វីដែលសំខាន់គឺយើងចំណាយតិចហើយបានពេជ្រច្រើនទៀតចាំបងប្អូនដែលគាត់ចង់ទៅការដាក់ពេជ្របងប្អូនយើងកុំភ្លេចឆាតទៅពេជ្រក្រៅ B Store តើអរគ្នាចំពោះ link page គឺខ្ញុំបានដាក់នៅលើវីដេអូមួយនេះឯងអរគុណច្រើន